ថ្ងៃសៅរ៍មួយលោកគ្រូរូបវិទ្យាឈ្មោះលោកគ្រូរិទ្ធបានដឹកសិស្សមួយថ្នាក់ទៅកំសាន្តនៅកោះរុងកូនការកំសាន្តនេះមិនមែនតែលេងទេយើងទៅសិក្សារូបវិទ្យាក្នុងជីវភាពរស់នៅប្រចាំថ្ងៃអូចប់ហើយយើងគិតថាទៅលេងសមុទ្រស្មានថាបានសម្រាកតើមកដល់កោះរុងហើយសិស្សទាំងអស់រត់ទៅថតរូបមើលថ្ងៃលិចយ៉ាងសប្បាយដឹងទេហេតុអ្វីវ៉ែនតាខ្មៅជួយការពារភ្នែកព្រោះពាក់ហើយសង្ហាមិនមែនតែសង្ហាទេវាជួយកាត់បន្ថយពន្លឺនិងការឆ្លោះចូលភ្នែកនេះហើយជាអុបទិកលោកគ្រូសូម្បីតែ selfie ក៏ភ្ជាប់រូបវិទ្យាដែរយកមកដល់សិស្សទាំងអស់អង្គុយលេងលើឆ្នេរម្នាក់បើក flash ទូរស័ព្ទដើររកខ្យងលោកគ្រូហេតុអ្វីពេលបើក flash ទឹកសមុទ្រមើលភ្លឺចាំងម្លេះវាជាបាតុភូត bioluminescence ដែលសារ៉ាយសមុទ្របញ្ចេញពន្លឺពេលប៉ះ flash ពន្លឺត្រូវបានឆ្លុះពីផ្ទៃទឹកមកភ្នែកយើងនេះហៅថា reflection អូខ្ញុំគិតថាសមុទ្រមាន Wi-Fi LED ពេលចូលតង់សិស្សម្នាក់យកពិលបញ្ចាំងទៅមិត្តរបស់គេស្រាប់តែឃើញស្រមោលធំលើជញ្ជាំងគាត់ស្រែកខ្មោចនោះមិនមែនខ្មោចទេជាស្រមោលព្រោះពន្លឺធ្វើដំណើរត្រង់វត្ថុកាន់តែក្បែរប្រភពពន្លឺស្រមោលកាន់តែធំអោត្រីនៅនេះតែខ្ញុំចាប់អត់ត្រូវសោះមិនអីទេលើកក្រោយនោះដោយសារ refraction ឬការបត់ពន្លឺពីទឹកមកខ្យល់ធ្វើឲ្យត្រីមើលទៅខុសទីតាំងពិតឥឡូវដឹងហើយថាអុបទិកនៅគ្រប់ទីកន្លែងរូបវិទ្យាមិនគួរឲ្យខ្លាចទេបើយើងរៀនជាមួយភាពសប្បាយវាដូចដំណើរកម្សាន្ត